បាទសួស្តីបងប្អូនអរគ្នានៅថ្ងៃនេះលោកគ្រូនឹងបន្តនៅក្នុងការកែទៅលើលំហាត់មួយដែលតាក់ទងទៅជាមួយនឹងការណែនាំពីការប្រើប្រាស់កម្មវិធី Microsoft Excel ជាមួយគ្នាណាអូខេនេះជាលំហាត់អនុវត្តជាមួយគ្នាដែលលោកគ្រូបានចង់ឲ្យបងប្អូនរៀនធ្វើវាហើយឥឡូវលោកគ្រូចាប់ផ្ដើមកែឲ្យបងប្អូនអរគ្នាណាអូខេអញ្ចឹងយើងមានតារាងមួយនេះមួយតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចុចបើកកម្មវិធី Microsoft Excel មកបាទមកទៀតយើងយកប្រឡែងបាទអូខេអញ្ចឹងពេលដែលចេញមកដល់ភ្លាមអ្វីដែលបងប្អូនត្រូវធ្វើដោយលោកគ្រូបានប្រាប់ហើយគឺបងប្អូនធ្វើការកំណត់ page setup ជាមុនសិនដើម្បីបងប្អូនអាចដឹងថាតើกระดาษដែលយើងត្រូវការប្រើការនោះមានខ្សែព្រំដែនតំណាពីព្រោះថាបើសិនបើយើងធ្វើវាយយកតែម្ដងវាពិបាកណាហើយវាអត់មានសម្ដាប់ធ្នាប់អញ្ចឹងដំបូងគឺយើងចូលទៅរៀបចំនៃសញ្ញាការងារនៃกระดาษ page setup របស់យើងជាមុនសិនអញ្ចឹងដើម្បីអាចចូលទៅកាន់ page setup បានទីមួយបងប្អូនចូលទៅក្នុងអីគេគឺ page layout បងប្អូនយកពាក្យមួយគឺពាក្យថា margin ហើយបងប្អូនយកពាក្យថា custom margin ណាបាទបន្តមកទៀតបងប្អូនធ្វើការកំណត់តម្លៃ top left button ហើយនឹង right នេះគឺយក 0.5 ទាំងអស់អញ្ចឹងដើម្បីលឿនលោកគ្រូលុបតម្លៃនេះមកអញ្ចឹងវាយលេខ5ចូលតែម្ដងលឿនណាអូខេលេខ5នេះក៏លេខ5ហើយខាងនេះក៏លេខ5បាទពេលដែលយើងបានកំណត់តម្លៃ top button left ហើយ right 4ផ្នែកនេះហើយគឺ 0.5 ហើយបងទៅ tick លើពាក្យមួយគឺពាក្យថា horizontally បាទពេលដែលបងកំណត់ប៉ុណ្្នឹងហើយបងចុចលើពាក្យថាអូខេបាទបន្តមកទៀតបងត្រឡប់មកកាន់នេះគេ home វិញបាទពេលចូលមកកាន់ home យើងមើលទាំងអស់គ្នាមើលទៅលើលំហាត់របស់យើងគឺមានន័យថានេះលេខរៀង loro នេះគឺវាយនៅក្នុង column A បាទជួរលេខ1បាទអញ្ចឹងយើងវាយដេញតាមនឹងមកលេខរៀងឈ្មោះភេទតួនាទីម៉ោងចូលម៉ោងចេញហត្ថលេខាដូច្នេះកន្លែងនេះយើងអាចនិយាយបានថាអក្សរខ្មែរនេះជាប្រភេទអក្សរឆ្លាក់អញ្ចឹងបងប្អូនត្រូវការកំណត់ម៉ូដអក្សរនេះម្ដងឲ្យជាសម្លេចតែម្ដងណាពីព្រោះថាបើសិនបើបងប្អូនអត់កំណត់វាម្ដងឲ្យហើយទេបងប្អូននឹងពិបាកក្នុងការកំណត់ម្ដងមួយអញ្ចឹងដើម្បីលឿនយើងអាចដឹងថាការងារនេះគេវាយចប់ត្រឹមអក្សរ G អញ្ចឹងយើង select ពីជួរលេខ1នេះរហូតដល់អក្សរ G មកអញ្ចឹងយើងចាប់ដើមមកបាទដាក់ម៉ៅយកឲ្យចេញសញ្ញាបូកចេះចុចឲ្យជាប់បងអូសម្ដងមួយរហូតដល់អក្សរអីគេអក្សរ G បាទប៉ុណ្ណេះមកបងអូនបាន select វាហើយអញ្ចឹងបងអូនធ្វើការបដូរម៉ូដអក្សរវាបដូរកន្លែងណាអញ្ចឹងបងអូនចុចលើវាមកនេះកន្លែង font នេះមកបងអូនបដូរទៅជាម៉ូដអក្សរឆ្លាក់ក្នុងនេះវាអត់មានខ្មែរ S mood line ទេអញ្ចឹងបងអូនទៅរកម៉ូដអក្សរមួយឈ្មោះថាខ្មែរ OS mood line ដែល scroll វាចុះក្រោមបាទ scroll វារហូតដល់ខ្មែរ OS mood line ណាអញ្ចឹងរៀនកែម៉ូដអក្សរវាបាទរមើលខ្មែរ OS mood line ចុចជាប់បាទអូខេដល់ហើយនេះគេអត់អញ្ចឹងខ្មែរ OS mood line បាទពេលលោកគ្រូដាក់ចឹងហើយលោកគ្រូយកទំហំមួយរៀបឲ្យធំតិចទៅគឺយកទំហំ12បាទអូខេបន្តមកទៀតយើងចាប់ផ្ដើមវាយអក្សរបានណាបាទអញ្ចឹងលោកគ្រូដាក់ម៉ៅចូលនៅក្នុង column A បាទបន្តមកទៀតបងអូនបដូរភាសាទៅជាខ្មែរហើយយើងវាយមក loro បាទអក្សរ lo ហើយបងអូនចុចមួយ al សញ្ញាចុចនឹងរបស់យើងហើយអក្សរ ro បាទបន្តមកទៀតយើងយកម៉ៅយើងដាក់ចូលទៅក្នុង column B បាទគឺកន្លោនទី2 B យើងនេះតែអីគេឈ្មោះបាទអញ្ចឹងបងអូនសេមកឈ្មោះបាទបន្តមកទៀតគឺអីគេភេទបាទបន្តមកទៀតយកម៉ៅចុចកន្លែងផ្សេងមួយទៀតមកគេបន្តទៀតគឺអីគេតួនាទីបាទអញ្ចឹងបងអូនសរសេរអស់ណាតួនាទីបាទយកម៉ៅមកចុចដាក់កន្លែងផ្សេងមួយទៀតមកបន្ទាប់ពីតួនាទីហើយគឺអីគេម៉ោងចូលនិងម៉ោងចេញបាទម៉ោងម៉ស្លាប់ពីស្អោម៉ោងចូលបាទហើយយើងយកម៉ៅយើងមកដាក់កន្លែងនេះអញ្ចឹងបងអូនសង្កេតឃើញពេលដែលយើងវាយទៅវាហៀបាទវាហៀកន្លោនរបស់យើងនេះអញ្ចឹងបងអូនអាចធ្វើការចុចនៅកន្លែងណាមួយមកហើយបងអូនយកម៉ៅអូនដាក់ចំខ្សែកន្លែងនេះឲ្យវាចេញសញ្ញាព្រួយបែបនេះលោកគ្រូចេះអូនចុចឲ្យជាប់ហើយអូនទាញវាអានេះគេហៅថារំកិលបាទពង្រីកណាពង្រីកកលឹមឬក៏កឡោនរបស់យើងហ្នឹងបាទអូខេបន្តមកទៀតកន្លែងនេះដូចគ្នាដែរជើងនេះយើងទាញវាមកបាទចុចអូមកបាទអូខេវាធំមកហើយបងសេពាក្យថាគេម៉ោងចេញបាទបន្តមកទៀតគឺហត្ថលេខាបាទហត្ថលេខាបាទអូខេតមកទៀតបងអូនចាប់ផ្ដើមដាក់ម៉ៅមកហើយអូន scroll វាទាញវាពង្រីកឲ្យធំមកបាទអូខេ
បន្តមកទៀតបងអូនអាចធ្វើការពង្រីកតាមកន្លោនណាដែលយើងគិតថាវាធំយើងអាចធ្វើការពង្រីកវាឲ្យកាន់តែធំមកល្មមមកអាចប្រើការបានឧទាហរណ៍ដូចគេឈ្មោះនេះកន្លោនប៉ុណ្ណេះយើងគិតថាប្រហែលមិនអាចសរសេរពេញទេអញ្ចឹងយើងពង្រីកវាមកបាទអូខេពង្រីកវាទៀតមកបាទពង្រីកវាធំតិចមកបាទភេទយើងពង្រីកធំដែរមកបាទទូនីតិអញ្ចឹងយើងអាចភេទវាទូនីតិវាគួរសមដែរអញ្ចឹងបើសិនបើបងអូនពង្រីកទៅហើយបងអូនឃើញវាផុតខ្សែនេះបញ្ជាក់ថាกระดาษ A4 យើងគឺផុតនៃការងាររបស់យើងហើយអញ្ចឹងយើងត្រូវការពង្រួមចូលវិញបាទពង្រួមចូលកន្លែងណាភេទយើងពង្រួមចូលខ្លះបាទអូខេអូសុំទោសលោកគ្រូភ្លេចចំណុចមួយដែលបងអូនដែរពេលដែលយើងកំណត់ margin ហើយយើងភ្លេចកំណត់អីគេគឺ paper size របស់យើងបាទ size របស់យើងគឺយើងយក A4 ណាអញ្ចឹងបងអូនចុចលើ A4 បាទអូខេមើល orientation ត្រូវអូខេបាទអញ្ចឹងយើងពង្រួមមកថែមទៀតណាអូខេបាទអញ្ចឹងបងអូនបំរុងធ្វើយ៉ាងម៉េចល្មមមកការងារយើងអាចមើលឃើញថាកន្លោនប៉ុណ្ណឹងយើងអាចទទួលយកបានណាអូខេកេងប៉ុណ្ណេះអូខេអញ្ចឹងមកថាឥឡូវយើងសល់យើងទាញពរិឈ្មោះទៀតមកអូខេអញ្ចឹងយើងផុតហើយអញ្ចឹងយើងទាញតិចត្រឡប់មកវិញឈ្មោះអូខេគេណាទាញតែបានតិចមកគឺវាចូលវិញហើយអូខេតែប៉ុណ្ណេះស្អាតហើយអញ្ចឹងយើងកំណត់ទីតាំងអក្សររបស់យើងអញ្ចឹងជួរឈ្មោះរបស់យើងនេះទីតាំងតម្រឹមអត្ថបទរបស់យើងគឺនៅកណ្ដាលបែបនេះណាចុះណៃ select លើវាចេះមកហើយយើងចុចនៅកណ្ដាលណា center បាទពេលបងដាក់ប៉ុណ្្នឹងហើយបងត្រូវការចុចលើគេទៀតអញ្ចឹងយើងធ្វើការកំណត់លេខរៀងលេខ1លេខ2លេខ3រហូតដល់លេខ10អញ្ចឹងបងចាប់ផ្ដើមធ្វើការសេរី font វាទៀតអញ្ចឹងមើលទៅថាតើគេធ្វើដល់លេខប្រមាណនេះគឺរហូតដល់លេខ11បាទអូខេអញ្ចឹងយើង select វាមកពីលេខ2រហូតដល់លេខ11បាទហើយយើងចាប់ផ្ដើមធ្វើការកំណត់ font មួយឈ្មោះថាខ្មែរ OS បាត់ដំបងបាទ scroll មកអូខេខ្មែរ OS បាត់ដំបងនេះបាទអូខេអូនចុចមកហើយយើងចាប់ផ្ដើមកំណត់ទំហំវាគឺម៉ា12បាទហើយយើងវាយមកអូខេអញ្ចឹងកន្លែងនេះគេត្រូវការនៅកណ្ដាលដូចគ្នាអញ្ចឹងយើងដាក់ចំណុច center ដូចគ្នាណាទីតាំងតម្រឹមអត្ថបទយើងកណ្ដាលលេខ1លេខ2ត្បល់លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9និងលេខ10អូខេពេលដែលបងអូនចាប់ផ្ដើមធ្វើការសង់តារាងបានបែបនេះហើយបងអូនត្រូវមើលសង់មួយរបៀបទៀតគឺអីគេគឺបងអូនត្រូវការដាក់ border របស់វាបាទដាក់បន្ទាត់ព័ទ្ធជុំវិញឯកសាររបស់យើងជាទូទៅតារាងរបស់យើងវាត្រូវមានស៊ុំបាទមាន border របស់វាមានតារាងរបស់បែបនេះចេញខ្សែបន្ទាត់វាណាប៉ុន្តែរបស់យើងអត់ទាន់មានទេអញ្ចឹងដើម្បីអាចដឹងតើរបស់យើងចេញឬក៏មិនចេញបងអូនអាចធ្វើការចុចលើពាក្យមួយគឺពាក្យ file ហើយបងអូនយកពាក្យមួយគឺពាក្យថា print អញ្ចឹងបងអូននឹងឃើញឯកសាររបស់យើងគឺនៅអត់ទាន់មានខ្សែបន្ទាត់ព័ទ្ធជុំវិញទេអញ្ចឹងបងអូនត្រូវការចូលមកដាក់បន្ទាត់តើបងអូនដាក់ណាអញ្ចឹងបងអូនត្រូវការ select ទាំងអស់នេះណា select តារាងដែលយើងបានកំណត់ហ្នឹងអូខេដាក់មកចុចជាប់ហើយអូនអូសលើវាអញ្ចឹងមកឲ្យដល់ទីតាំងបែបហ្នឹងហើយបងអូនចាប់ផ្ដើមមើលកន្លែងនេះណានេះកន្លែងនេះនៅក្បែរជួប V I ជាមួយនឹង U របស់យើងហ្នឹងបងអូនឃើញខ្សែដាច់ហ្នឹងអាហ្នឹងគេហៅថា border ហើយអញ្ចឹងបងអូនចុចសញ្ញាព្រួយតម្លាក់មកហើយបងអូនយកពាក្យមួយគឺពាក្យថា all border អញ្ចឹងពេលដែលបងអូនចុចលើវាមកបងអូននឹងឃើញយើងមានបន្ទាត់ឲ្យ automatic តែម្ដងអញ្ចឹងពេលដែលបងអូនពាក្យ file បងអូនយកពាក្យថា print នោះយើងនឹងបានការងារមួយស្អាតបែបនេះបាទអូខេចឹងលំហាត់នេះលោកគ្រូបង្រៀនឲ្យបងប្អូនចេះសង់តារាងនៅក្នុងកម្មវិធី Microsoft Excel នៅត្រង់ត្រឹមប៉ុណ្ណឹងណាចឹងសង្ឃឹមថាបងប្អូនអាចយល់ហើយចេះសង់តារាងនៅក្នុងកម្មវិធី Microsoft Excel ទាំងអស់គ្នា